សួស្តីបងប្អូនអរគ្នាបងប្អូនដឹងទេតកតងជំនាញណាដែលយើងរកលុយលឿនហើយស្រួលជាងគេបើសិនតែយើងទៅរៀនពេទ្យយើងត្រូវប្រើពេល7-8ឆ្នាំដើម្បីយើងខ្លាចជាពេទ្យហើយយើងអាចចេញមករកលុយហើយយើងត្រូវការជំនាញគ្រឹះច្រើនមែនតើតកតងនឹងពេទ្យណាបើសិនបងប្អូនទៅរៀនផ្នែកវិស្វករបងប្អូនត្រូវប្រកែខាងគណិតកែខាងអីអញ្ចឹងមានជំនាញមួយដែលយើងអាចមិនត្រូវការគ្រឹះអីរឹងមាំច្រើនប៉ុន្តែជំនាញនោះគឺជាជំនាញដែលយើងអាចរកលុយបានលឿនគឺជំនាញខាងបិទការលក់ឧទាហរណ៍បើបងប្អូនមានសភៅមួយក្បាលឧទាហរណ៍យើងមានដើម្បីសរសេរសភៅមួយក្បាលនេះឧទាហរណ៍យើងចង់ធ្វើជាអ្នកនិពន្ធដើម្បីសរសេរសភៅមួយក្បាលនេះយើងត្រូវប្រើពេលយូរខែដើម្បីយើងបានសភៅមួយក្បាលប៉ុន្តែបើយើងជាអ្នកជំនាញលក់ប្រើពេលវេលាដ៏ខ្លីយើងអាចលក់សភៅមួយក្បាលបានណាយើងអាចលក់សភៅ100ក្បាល200ក្បាលក្នុងរយៈពេលដ៏ខ្លីអញ្ចឹងបងប្អូនតកតងជំនាញការលក់យើងត្រូវចេះបើសិនជាយើងចេះលក់ឧទាហរណ៍បើយើងចេះលក់គឺយើងអាចលក់អ្វីក៏បានដែរចង់លក់អីក៏បានដែរមិនបាច់ប្រើដើមទុនក៏យើងអាចលក់បានបើសិនតែយើងលក់ជំនាញការលក់យើងខ្លាំងគឺយើងលក់អ្វីក៏បានមិនបាច់ប្រើដើមទុនទេឧទាហរណ៍ខ្ញុំឧទាហរណ៍មួយយើងមានដីឡូយើងទៅជួបតកែដីឡូមួយគាត់ត្រូវការអ្នកជួយលក់បើសិនតែយើងចេះលក់ភ្ញៀវមកយើងលក់បានភ្ញៀវមកយើងលក់បានអញ្ចឹងយើងបានកុំសិនច្រើននេះអញ្ចឹងមិនចាំបាច់ចំណាយដើមទុនច្រើនយើងអាចរកលុយចំណូលបានពីការលក់ទោះបីជាយើងចង់ណាត់សង្សារទៅញ៉ាំបាយក៏យើងចេះលក់ដែរណាយើងទៅលក់យ៉ាងម៉េចបើសិនយើងអត់ចេះលក់យើងណាត់គេទៅញ៉ាំបាយបានទេយើងអាចលក់ពីទី1ទេសភាពកន្លែងអាហារដ្ឋានដែលយើងអង្គុយញ៉ាំមានភ្លេងព្រោះណាយើងត្រូវលក់ពីចំណុចហ្នឹងណាញ៉ាំទៅមានភ្លេងរ៉ូមែនទិកស្ដាប់មានតារាល្បីច្រៀងឲ្យយើងស្ដាប់អញ្ចឹងយើងអាចណាត់គេទៅញ៉ាំបាយនៅកន្លែងហ្នឹងបានអញ្ចឹងបើសិនជាបងប្អូនមិនចេះលក់ទេសូម្បីតែសង្សារក៏ពិបាករកដែរអញ្ចឹងបងប្អូនត្រូវរៀនលក់ទាំងអស់គ្នាហើយឲ្យខ្លាចជាអ្នកជំនាញខាងលក់បិទការលក់ណាហ្នឹងហើយអញ្ចឹងពេលបងប្អូនអាចជួយ share YouTube channel ខ្ញុំធ្វើដើម្បីចែករំលែកចំណេះដឹងខ្លះដែលខ្ញុំមានជូនដល់បងប្អូនអរគ្នាអញ្ចឹងអរគុណសម្រាប់ការតាមដាន